ក្នុងនាមខ្ញុំកើតជាខ្មែរខ្ញុំមិនដែលចង់បង្អាប់ជាតិសាសន៍ខ្លួនឯងទេប៉ុន្តែវាឥឡូវនេះយើងអត់មានអីអួតទេនៅពេលមេដឹកនាំយើងស៊ីចូលហើយអួតយើងគ្មានអីអួតទៀតទេបើខ្មែរចង់មានអំនួតមាំមួនវាតល់តែខ្មែរចេះសញ្ញាបត្រមិនខ្វះទេនៅស្រុកខ្មែរប៉ុន្តែភាពជាក់លាក់នៃសង្គមជាតិយើងវាអត់មានណាចន្ទថាតែឥឡូវនេះវាអត់ឃើញអីតលសោះវាឃើញតែជោមនុស្សកើតរោគកន្លែងបើមិនរោគបេះដូងរោគថ្លើមរោគកលៀនរោគឈាមមហារីកស្ដាច់ពេទ្យមានមិនខ្វះទេស្រុកខ្មែរមិនក៏ស្ដាច់ដេកពេទ្យស្រុកខ្មែរមិនបានអ្នកកាន់អំណាចក៏មិនដេកពេទ្យស្រុកខ្មែរដែរសេដ្ឋីក៏មិនដេកពេទ្យស្រុកខ្មែរខ្មែរដែលរលុយបានបង់ថ្លៃពេទ្យបរទេសក៏មិនដេកពេទ្យស្រុកខ្មែរតើធ្វើម៉េចឲ្យពេទ្យខ្មែរនឹងវាល្អកើត